វាចាម្ដាយនេះជាសូរសៀងវាចាដ៏កំសត់របស់អ៊ំស្រីម្នាក់ពីរឿងរ៉ាវជីវិតរបស់គាត់និងកូនប្រុសគាត់មុននិងក្រោយទៅធ្វើការនៅប្រទេសកូរ៉េគាត់ជាមេម៉ាយប្តីស្លាប់ចោលបន្សល់ទុកនៅកូន3នាក់ទុកឲ្យគាត់មើលថែចិញ្ចឹមតែម្នាក់ឯងគាត់ប្រកបមុខរបរធ្វើកញ្ច្រែងលក់ដោយកញ្ច្រែងមួយបានតម្លៃត្រឹម300រៀលប៉ុណ្ណោះជីវិតជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមកូន3នាក់តែម្នាក់ឯងវាពិតជាពិបាកវេទនាណាស់តែទោះជាលំបាកយ៉ាងណាក្តីក៏គាត់តស៊ូអត់ធ្មត់ចិញ្ចឹមកូនដល់ធំឲ្យបានរៀនសូត្រចេះដឹងគ្រាន់ជាទីពឹងរបស់គាត់ពេលចាស់ជរាទៅក្តីសង្ឃឹមមួយនេះដែលធ្វើឲ្យគាត់ជំនះរាល់ភាពលំបាកវេទនាពេលខ្លះឈឺគ្រុនរងាយ៉ាងណាក៏គាត់មិនរាថយនឹងចុះញោមនឹងជីវិតនេះឡើយថ្ងៃខ្លះមានបាយតែគ្មានម្ហូបគាត់សុខចិត្តទៅជឿបល់បំណុលម្ហូបគេដើម្បីឲ្យកូនបានហូបឆ្អែតហើយខ្លួនឯងសុខចិត្តអត់តែអ្វីដែលគាត់រំពឹងបានត្រូវខកបំណងនិងក្តីរំពឹងទាំងស្រុងកូនប្រុសមានម្ដាយខិតខំរកលុយកាក់ឲ្យកូនទៅរៀនហេតុអីកូនទៅសាលាមិនចូលរៀនបាយជាសេពគប់មិត្តភ័ក្តិដើរលេងផាក់ស៊ីស្រីញីបងតូចបងធំទៅវិញប៉ូលីសមកដល់ផ្ទះវិញកូនមីងវាយគេនៅសាលាឥឡូវគេប្តឹងសូមមីងទៅដោះស្រាយផងម្ដាយញ័រដើមទ្រូងផិតភ័យតក់ស្លុតនិយាយទាំងយំផងភ័យផងលោកប៉ូលីសអើយកូនខ្ញុំទៅរៀនមិនក៏វាទៅវាយគ្នាអញ្ចឹងខ្ញុំឲ្យវាទៅរៀនមិនបានវាមិនចូលរៀនកូនហើយកូនក្រោយមកកូនប្រុសគាត់បានឈប់រៀនក្រោយពីកូនប្រុសបានឈប់រៀនកូនប្រុសរបស់គាត់ក៏បានចូលធ្វើការសំណង់នៅទីក្រុងភ្នំពេញម្ដាយក៏សង្ឃឹមថាកូនអាចផ្លាស់ប្ដូរជាល្អតែផ្ទុយទៅវិញកូនធ្វើការមិនទៀងទាត់លួចទៅញ៉ែស្រីនិងសេពគប់មិត្តផ្ដេសផ្ដាស់គាត់មានក្តីបារម្ភខ្លាចកូននៅក្មេងស្គាល់មិត្តភ័ក្តិបនភឿនផ្ដេសផ្ដាស់ធ្វើអំពើពាលាអាវ៉ាសែនិងសេពគ្រឿងញៀនថ្ងៃមួយបានហៅកូនប្រុសគាត់និយាយនឹងគ្នាពិភាក្សាឲ្យទៅធ្វើការនៅប្រទេសកូរ៉េដើម្បីស្វែងរកអនាគតថ្មីនិយាយគ្នាច្រើនដងទើបកូនប្រុសយល់ព្រមគាត់បានដើរខ្ចីលុយអង្គការដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់កូនអស់រយៈពេល71ឆ្នាំដំណឹងល្អក៏បានមកដល់កូនប្រុសគាត់បានធ្លាក់ឈ្មោះទៅប្រទេសកូរ៉េគាត់ពិតជារំភើបខ្លាំងណាស់នឹងទុកសេចក្តីសង្ឃឹមហើយរំពឹងកូនប្រុសគាត់អាចផ្លាស់ប្ដូរជីវភាពគ្រួសារបានដល់ពេលវេលានិងថ្ងៃកូនប្រុសចាកចេញទៅប្រទេសកូរ៉េ
គាត់បានខ្ចីលុយគេបន្ថែមដើម្បីចំណាយលើការធ្វើដំណើរទៅធ្វើការនៅប្រទេសកូរ៉េរបស់កូនការបែកគ្នារវាងម្ដាយនិងកូននៅព្រលានយន្តហោះទឹកភ្នែកដែលមិនអាចទប់ជាប់នៅពេលដែលបែកកូនប្រុសទៅឆ្ងាយថ្លែងពីកូនប្រុសពេលបានទៅដល់ប្រទេសកូរ៉េចាប់ផ្ដើមស្គាល់ទឹកដីថ្មីមិត្តថ្មីនិងមានប្រាក់ខែសមរម្យរបស់ទំនើបមានមិត្តភ័ក្តិនាំទៅលេងកន្លែងសប្បាយឆ្លក់វង្វេងតែងខ្វល់ពីម្ដាយនៅស្រុកខ្មែរលុយក៏មិនផ្ញើមកម្ដាយក៏តាក់ទងទៅកូនមិនបានម្ដាយរែកពន្ធបំណុលជំពាក់គេនៅថ្លៃចំណាយថ្លៃរៀនសូត្ររបស់កូននិងថ្លៃចំណាយចាក់ចេញរបស់កូនម្ដាយរឹតតែគ្រាំចិត្តរែកបំណុលផងនិងបាត់តំណែងកូនផងអោកូនពន្លកមាសម្ដាយអើយវេលានេះហើយនៅទីណាតើកូនដឹងទេថាមេដាចាំផ្លូវជីវ៉ាកូនវិលវៃទូរស័ព្ទកូនមិនឆ្លើយតបពិតម៉ែរងខ្លោចចិត្តហួសឧបមាទន្ទឹងចាំផ្លូវកូនរាល់ថ្ងៃតើកូនកើតអីមិនដេចស្ងាត់ឈឹងអោទេវតាអរិយអ្នកតាជួយនាំវិចារប្រាប់ដំណឹងថាម៉ែនៅផ្ទះចាំទន្ទឹងផ្លូវកូនប្រលឹងរៀងរាល់ថ្ងៃអោកូនសំណប់នៅទីណាកូនអើយមេត្តានឹកកូនក្រៃសូមគុណបុណ្យទានជាបច្ច័យនាំព្រេងនិស័យនាំកូនមកអស់រយៈពេល1ឆ្នាំកន្លងផុតទៅកូនប្រុសសំណប់ចិត្តបានតាក់ទងនឹងស្រីម្នាក់ហើយក៏បានមករៀបការស្ងាត់នៅស្រុកខ្មែរដោយមិនអោយម្ដាយឬសាច់ញាតិណាដឹងឡើយថ្លែងពីម្ដាយដោយសារវ័យជរានិងបំណុលត្រូវលក់ផ្ទះសងបំណុលហើយមកសង់ខ្ទមនៅតំបន់ដាច់ស្រយាលមួយដាំដំណាំចិញ្ចឹមជីវិតរស់នៅដោយភាពឯកោហើយគាត់សង្ឃឹមនិងរំពឹងថាកូនប្រុសរបស់គាត់នឹងវិលត្រឡប់មករកគាត់រស់នៅជួបជុំគ្រួសារវិញម្ដងទៀត